សេហាកំឡោះស្រុកស្រែសម្បុរសអែមស្មោះត្រង់នឹងពូកែខាងកសិកម្មម៉ារីណាក្រមុំអ្នកក្រុងកូនអ្នកមានរស់នៅស៊ីវិល័យតែចង់ទៅលេងស្រុកស្រែដើម្បីបដូររសជាតិជីវិតផ្នែកទី1ការជួបគ្នាដំបូងតន្ត្រីបែបស្រុកស្រែឬសូរសម្រែកសត្វស្លាបនិងខ្យល់បរិវិចអ្នកពោល Voice Over នៅលើទឹកដីខេត្តសៀមរាបនាភូមិដាច់ស្រយាលមួយសេហាជាកំឡោះស្រែដែលរវល់តែនឹងការងារស្រែចម្ការមិនដែលគិតពីរឿងស្នេហាឡើយប៉ុន្តែថ្ងៃមួយពិភពលោករបស់គេបានផ្លាស់ប្ដូរនៅពេលដែលមានឡានស៊េរីទំនើបមួយគ្រឿងបានមកខូចនៅមុខផ្ទះរបស់គេម៉ារីណាសំឡេងត្អូញត្អែអូយឡានឆ្កួតអីក៏មកខូចចំកណ្ដាលវាលស្រែបែបនេះក្តៅក៏ក្តៅហុយក៏ហុយតើឲ្យខ្ញុំទៅរកជាងនៃណាទៅសេហាសំឡេងស្មោះត្រង់កញ្ញាមានការអីឲ្យខ្ញុំជួយទេបាទមើលទៅដូចជាឡានឡើងកម្ដៅហើយមករកកន្លែងម្លប់អង្គុយសិនមកចាំខ្ញុំជួយមើលឲ្យគឺម៉ារីណាសំឡេងឆ្មើងឆ្មៃបន្តិចលោកចេះមើលឡានទំនើបបែបនេះដែរអីកុំឲ្យរឹតតែខូចលើសដើមទៅអ្នកពោលទោះបីជាម៉ារីណានិយាយឌឺដងមែនប៉ុន្តែសេហាមិនខឹងឡើយគេញឹមរួចក៏ចាប់ផ្ដើមជួសជុលឡាននាងដោយភាពស្ទាត់ជំនាញផ្នែកទី2ការរៀនរស់នៅបែបអ្នកស្រែតន្ត្រីបដូរមកជាបែបសប្បាយញាប់បន្តិចអ្នកពោលដោយសារតែគ្រឿងបន្លាស់ត្រូវរងចាំផ្ញើមកពីភ្នំពេញម៉ារីណាត្រូវបង្ខំចិត្តស្នាក់នៅផ្ទះសេហាមួយយប់ស្រីស្អាតមកពីទីក្រុងដែលធ្លាប់តែគេងម៉ាស៊ីនត្រជាក់ញ៉ាំអាហារហាងត្រូវមកជួបនឹងជីវិតអ្នកស្រែពិតសេហាម៉ារីណាមកញ៉ាំបាយកុំខ្លាចនេះជាសំលំជូរគ្រឿងត្រីឆ្លាំងបេះពីបឹងក្រោយផ្ទះយើងនឹងធានាថាស្រស់ហើយឆ្ងាញ់ជាងនៅហាងទៀតម៉ារីណាញ៉ាំបណ្ដាសរសើរបណ្ដាពិតមែនតើមិននឹកស្មានថាម្ហូបអ្នកស្រែឆ្ងាញ់ដល់ថ្នាក់នេះសោះចុះអាខ្មៅនៅក្នុងចាននឹងជាអ្វីសេហាសាច់អូអានឹងគឺកង្កែបបោកបងប្អូនយើងនឹងឯងម៉ារីណាអីគេកង្កែបអីអូយខ្ញុំមិនញ៉ាំទេតែសុំមួយម៉ាត់ទៀតមើលផ្នែកទី3ការយកចិត្តតន្ត្រីបែបមនោសញ្ចេតនាស្រទន់រ៉ូមែនទិកអ្នកពោលពេលរាត្រីឈានចូលមកដល់ពន្លឺព្រះច័ន្ទរះពេញបូណមីចាំងជះលើវាលស្រែពណ៌មាសសេហានិងម៉ារីណាអង្គុយជែកគ្នានៅលើគ្រែក្រោមផ្ទះម៉ារីណាសេហាខ្ញុំសុំទោសណាដែលថ្ងៃមុនខ្ញុំនិយាយមិនសូវល្អដាក់លោកមកនៅទីនេះខ្ញុំមានអារម្មណ៍ថាស្ងប់សុខណាស់មិនបាច់ប្រជែងមិនបាច់ហត់នឿយនឹងផ្សែងឡាននៅភ្នំពេញសេហាមិនអីទេម៉ារីណាមនុស្សយើងជួយ Subscribe Channel ខ្ញុំអ្នកមួយផងណាដើម្បីទទួលបាននៅវីដេអូថ្មីៗឬក៏មាតិកាថ្មីៗមុនគេអរគុណបងប្អូនសម្រាប់ការគាំទ្រជម្រាបលា